ជាដំបូងជំរាបសួរលោកគ្រូពួកយើងមកពីក្រុមទី7ហើយពួកយើងមានសមាជិកចំនួន3នាក់មានខ្ញុំវីណាកនិកានិងរ៉ូម៉ានីហើយប្រធានបទដែលយើងនឹងធ្វើបទបង្ហាញគឺតាក់ទងទៅនឹង Cyber War ជាមួយនឹង Cyber Terrorism ចឹងចំពោះមេត្តាដែលយើងនឹងនិយាយនៅក្នុងថ្ងៃនេះមាន4ចំណុចសំខាន់យើងនឹងនិយាយតាក់ទងជាមួយនឹង Cyber War ដែលមានជានិយមន័យប្រភេទនិងឧទាហរណ៍ Cyber Terrorism ដែលមានជានិយមន័យឧទាហរណ៍ក៏ដូចជាប្រភេទដោយទៅនឹង Cyber War ដែរហើយទី3នោះគឺយើងមានជា Key Difference ដែលយើងនឹងប្រៀបធៀប Cyber War ជាមួយនឹង Cyber Terrorism និងចុងក្រោយគឺយើងមានជា Conclusion ប៉ុន្តែមុននឹងយើងចូលទៅដល់ចំណុចសំខាន់ទាំងអស់នេះតើហេតុអីបានជាយើងគួរតែយល់ដឹងពីប្រធានបទមួយនឹង Why is this topic important មិនបានយើងគួរតែយល់ដឹងពីការតាក់ទងទៅនឹងការ attack តាមប្រព័ន្ធអ៊ីនធឺណិតទាំងអស់ហ្នឹងតើវាមានផលប្រយោជន៍អីខ្លះសម្រាប់យើងទៅថ្ងៃមុខទៀតអញ្ចឹងចម្លើយនោះគឺទី1ហ្នឹងយើងដឹងហើយថាគឺយើងកំពុងតែរស់នៅក្នុងប្រភព digital ឬក៏ប្រភពបច្ចេកវិទ្យាហើយអ្វីៗគ្រប់យ៉ាងស្ទើរតែទាំងស្រុងហ្នឹងគឺត្រូវបានគ្រប់គ្រងដោយបច្ចេកវិទ្យាទាំងនៅក្នុងរដ្ឋាភិបាលទាំងនៅក្នុងការរកស៊ីក៏ដូចជាការរស់នៅរបស់យើងប្រចាំថ្ងៃជាក់ស្ដែងរដ្ឋាភិបាលយើងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានោះដើម្បីទំនាក់ទំនងក្នុងជួរកងទ័ពដើម្បីបម្រើសេវាសាធារណៈនិងជាពិសេសនោះគឺដើម្បីផ្ទុកនៅព័ត៌មានសំខាន់របស់ប្រទេសជាតិហើយចំណែកឯ business វិញគឺគេប្រើប្រាស់សម្រាប់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុគ្រប់គ្រងភ្ញៀវក៏ដូចជា operation ផ្សេងហើយចំណែកឯក្នុងជីវិតរស់នៅប្រចាំថ្ងៃវិញគឺយើងដឹងហើយយើងរស់នៅខ្វះអត់បានទេបច្ចេកវិទ្យាសម្រាប់ទំនាក់ទំនងធ្វើការក៏ដូចជាសិក្សារៀនសូត្រជាដើមហើយចំណុចទី2ហ្នឹង Cyber Attack ហ្នឹងវាមិនត្រឹមតែប៉ះពាល់តែក្នុងអ៊ីនធឺណិតទេគឺវាប៉ះពាល់ដល់ជីវិតពិតជាក់ស្ដែងរបស់យើងដូចជានៅពេលដែលមានការកាត់ផ្តាច់ប្រព័ន្ធការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដើម្បីកាត់ផ្តាច់ប្រព័ន្ធអគ្គិសនីអីហ្នឹងគឺវាធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើងហើយវាក៏ធ្វើឲ្យប៉ះពាល់ទៅដល់សង្គមជាតិយើងដែរដូចជាធ្វើឲ្យមានចលាចលធ្វើឲ្យមានអសុវត្ថិភាពនៅក្នុងសង្គមជាតិយើងហើយមួយវិញទៀតហ្នឹងបើសិនជាយើងយល់ដឹងពីរឿងទាំងអស់ហ្នឹងឲ្យបានច្រើននោះយើងក៏អាចជួយការពារបានប្រសើរជាងមុនដែរ understanding the threat equal better protection ដូច្នេះហើយបានវាពិតជាសំខាន់មែនតើដែលយើងគួរតែយល់ដឹងពីបញ្ហាទាំងអស់ហ្នឹងចឹងចំណុចបន្ទាប់យើងនឹងនិយាយតាក់ទងជាមួយនឹង Cyber War ដែលត្រូវបានបកស្រាយដោយមិត្តរួមក្រុមរបស់ខ្ញុំចឹងយើងចូលដល់ចំណុចមួយទៀតយើងពីអ្វីទៅជា Cyber War Cyber War បើយើងបកប្រែឲ្យស្រួលស្ដាប់វាជាសង្គ្រាម Digital ឬមួយក៏ជាសង្គ្រាមអ៊ីនធឺណិតដែលគេប្រើប្រាស់កុំព្យូទ័រពពួក Network ពពួក Digital Technology ផ្សេងៗដើម្បីការពារឬមួយក៏ប្រឆាំងជាមួយនឹងប្រទេសដែលជាដៃគូសត្រូវរបស់ខ្លួនទោះបីជាសង្គ្រាមនោះមិនប្រើប្រាស់គ្រាប់បែកអាវុធជាផ្ទុះផ្សេងៗដើម្បីសម្លាប់មនុស្សក៏ដោយក៏សង្គ្រាមមួយនោះវាអាចផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសមួយនឹងដែលធ្វើឲ្យប្រទេសមួយនឹងមានភាពចលាចលឬជួបជាមួយនឹងវិបត្តិសេដ្ឋកិច្ចជាដើមដែលសង្គ្រាម Cyber War នឹងវាកើតឡើងរវាងប្រទេសមួយនិងប្រទេសមួយដែលរាជរដ្ឋាភិបាលរបស់ប្រទេសមួយនឹងអាចជួល hacker របស់ខ្លួនដើម្បី hack ទៅកាន់ប្រទេសដែលជាសត្រូវរបស់ខ្លួននឹង hack យកព័ត៌មានសំខាន់ដូចជាធ្វើឲ្យប្រទេសមួយនឹងមានភាពចលាចលឬមួយក៏ជួបជាមួយនឹងវិបត្តិផ្សេងជាដើមចឹងយើងមកស្គាល់អំពី Cyber War ហើយយើងចូលដល់ចំណុចមួយទៀតយើងមកស្គាល់អំពីប្រភេទរបស់ Cyber War ហ្នឹងមានច្រើនប្រភេទប៉ុន្តែថ្ងៃហ្នឹងយើងលើកយកតែ3ប្រភេទមកនិយាយទេទី1ហ្នឹងជា Cyber Economic Warfare វាជាប្រភេទ Cyber Attack មួយដែលវាប្រហារទៅកាន់ប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសមួយហ្នឹងដែលគោលដៅរបស់វាហ្នឹងវាប្រហារទៅកាន់ធនាគារផ្សារភាគហ៊ុនឬមួយក៏ប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេសមួយហ្នឹងឧទាហរណ៍ដូចជាhacker ហ្នឹង hack យកព័ត៌មានសំខាន់ពីប្រទេសពីធនាគារធំណាមួយឬមួយក៏ធនាគារកណ្ដាលក្នុងប្រទេសមួយហ្នឹងធ្វើឲ្យធនាគារមួយហ្នឹងជួបវិបត្តិចឹងវាក៏អាចប៉ះពាល់ដល់វិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសមួយហ្នឹងផងដែរចូលដល់ប្រភេទទី2និយាយអំពី cyber attack with malware វាជាប្រភេទ cyber attack មួយដែលប្រើប្រាស់ virus ពពួកមេរោគផ្សេងចូលទៅបំផ្លាញប្រព័ន្ធមួយហ្នឹងឲ្យលែងមានដំណើរការឧទាហរណ៍ hacker ហ្នឹងបញ្ជូនមេរោគមួយហ្នឹងចូលទៅប្រព័ន្ធកុំព្យូទ័ររបស់ស្ថាប័នណាមួយបិទប្រព័ន្ធកុំព្យូទ័រហ្នឹងអត់ឲ្យលែងមានដំណើរការអីទាំងអស់ហើយប្រភេទមួយទៀតហ្នឹងជាប្រភេទទី3ដែលហៅថា cyber tech ហ្នឹងជាប្រភេទ cyber attack មួយដែលវាប្រហារបែបបំផ្លាញឬមួយក៏រំខានដល់ប្រព័ន្ធសំខាន់ណាមួយក្នុងស្ថាប័នឧទាហរណ៍ដូចជាប្រព័ន្ធអគ្គិសនីឬមួយក៏ប្រព័ន្ធដឹកជញ្ជូន
ឧទាហរណ៍ដូចជា hacker ហ្នឹង hack ប្រព័ន្ធអគ្គិសនីនៅក្នុងប្រទេសមួយហ្នឹងធ្វើឲ្យប្រទេសមួយហ្នឹងផ្អាកចរន្តអគ្គិសនីដែលយើងហៅថា black out ចឹងយើងមកស្គាល់អំពីប្រភេទរបស់ cyber war ហើយយើងចូលដល់ slide មួយទៀតយើងនិយាយអំពីឧទាហរណ៍ខ្លះៗរបស់ការប្រព្រឹត្តទៅរបស់ cyber war ហ្នឹងដែលយើងនិយាយអំពីរវាងប្រទេសពីរគឺប្រទេសរុស្ស៊ីជាមួយនឹងប្រទេសអ៊ុយក្រែនដែលកើតឡើងរវាងឆ្នាំ2015ដល់2025គឺរហូតមកដល់បច្ចុប្បន្នហ្នឹងដែលនៅឆ្នាំ2015 2016ហ្នឹងប្រទេសរុស្ស៊ីបានវាយប្រហារទៅប្រទេសអ៊ុយក្រែនដោយបានhack ប្រព័ន្ធចរន្តអគ្គិសនីរបស់ប្រទេសអ៊ុយក្រែនឲ្យលែងមានដំណើរការទូទាំងប្រទេសរយៈពេលអស់ជាច្រើនម៉ោងដែលប្រទេសធ្វើឲ្យប្រទេសមួយហ្នឹងមាន black out ហើយនៅឆ្នាំ2022ដល់25ប្រទេសរុស្ស៊ីក៏នៅតែបន្តវាយប្រហារទៅកាន់ប្រទេសអ៊ុយក្រែនដោយ hack យកព័ត៌មានសំខាន់ៗពីប្រព័ន្ធរបស់រដ្ឋាភិបាលមួយហ្នឹង hack ទៅកាន់ធនាគារអីផ្សេងៗនឹងធ្វើឲ្យប្រទេសអ៊ុយក្រែននឹងជួបជាមួយនឹងវិបត្តិសេដ្ឋកិច្ចផងដែរហើយប្រទេសអ៊ុយក្រែនក៏មិនចាំយូរដែរក៏បានវាយប្រហារទៅកាន់ប្រទេសរុស្ស៊ីវិញដែលបានhack ទៅកាន់ប្រព័ន្ធព័ត៌មានផ្សព្វផ្សាយជាតិរបស់ប្រទេសរុស្ស៊ីហើយផ្សព្វផ្សាយព័ត៌មានfake news ជាច្រើនធ្វើឲ្យប្រជាជននឹងមានការយល់ច្រឡំហើយក៏បាន hack ទៅកាន់ធនាគារកណ្ដាលរបស់ប្រទេសរុស្ស៊ីនឹងhackយកព័ត៌មានអស់ជាច្រើនដែលធ្វើឲ្យធនាគារមួយនឹងជួបនឹងវិបត្តិធ្ងន់ធ្ងរផងដែរចឹងសរុបទៅ cyber war នឹងទោះបីជាមិនប្រើជាអាវុធសម្រាប់មនុស្សក៏ដោយប៉ុន្តែវាក៏អាចបង្កទៅជាគ្រោះថ្នាក់ផ្សេងដែលធ្វើឲ្យប្រទេសមួយនឹងមានភាពចលាចលជួបនឹងវិបត្តិសេដ្ឋកិច្ចឬក៏វិបត្តិផ្សេងទៀតផងដែរចឹងចំណុចរបស់ខ្ញុំត្រូវបានបញ្ចប់បន្តឲ្យសមាជិកក្រុមរបស់ខ្ញុំជាអ្នកសម្រេចបន្តចឹងចំណុចបន្ទាប់គឺយើងនិយាយតាក់ទងជាមួយនឹង cyber terrorism ចឹងតើអ្វីទៅជា cyber terrorism ជាក់ស្ដែង cyber terrorism នឹងគឺជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាប្រព័ន្ធ digital និង internet ដែលប្រើប្រាស់ដោយបុគ្គលឬក៏ក្រុមមនុស្សមួយគឺដើម្បីធ្វើឲ្យមានភាពភ័យបង្កជាភាពភ័យខ្លាចធ្វើឲ្យចលាចលនៅក្នុងសង្គមជាតិមួយដែលក្នុងគោលបំណងផ្សេងដែលភាគច្រើនគឺតាក់ទងទៅនឹងនយោបាយក៏ដូចជាការប្រមូលផ្ដុំអ្វីមួយដែលភាគច្រើនគឺមិនមែនរដ្ឋាភិបាលជាអ្នកបញ្ជាទេគឺបុគ្គលហ្នឹងគឺចង់វាយប្រហារទៅលើប្រទេសជាតិហ្នឹងឬក៏សង្គមជាតិមួយហ្នឹងដោយខ្លួនឯង Cyber Terrorism ហ្នឹងមានច្រើនប្រភេទដែរដែលខ្ញុំនឹងលើកយកមក6ប្រភេទធំសំខាន់ដែលជាប្រភេទនៃការវាយប្រហាររបស់ Cyber Terrorism ហ្នឹងគឺទី1ហ្នឹងគឺជាការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធដែលនិយាយឲ្យស្រួលយល់ទៅគឺជាការវាយប្រហារទៅលើប្រព័ន្ធទឹកប្រព័ន្ធភ្លើងដែលភាគច្រើនគឺប៉ះពាល់ទៅដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋហើយទី2ហ្នឹងគឺជាការវាយប្រហារធ្វើបណ្ដាលឲ្យមានគ្រោះថ្នាក់ដែលគេហៅថា cyber sabotage or hijacking ហ្នឹងគឺឧទាហរណ៍ដូចជាការវាយប្រហារទៅលើប្រព័ន្ធរថភ្លើងឬក៏ប្រព័ន្ធខ្សែយន្តហោះជាដើមដែលបង្កឲ្យមានជាគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតហើយទី3ហ្នឹងគឺប្រព័ន្ធកណ្ដាលនិង and recruitment ការ attack ហ្នឹងគឺតាក់ទងទៅនឹងការប្រមូលផ្ដុំអីមួយដូចជាការបង្ហោះនៅព័ត៌មានមួយដែលធ្វើឲ្យមានការចលាចលឲ្យប្រជាជនហ្នឹងគឺប្រឆាំងទៅនឹងរដ្ឋាភិបាលឬក៏ប្រឆាំងទៅនឹងរឿងអ្វីមួយហើយទី4ហ្នឹងគឺតាក់ទងទៅនឹង financial attack ហ្នឹងគឺក្នុងគោលបំណងដូចជាការ hack ទៅលើប្រព័ន្ធធនាគារដើម្បីឲ្យមានការចលាចលខាងហិរញ្ញវត្ថុទី5គឺតាក់ទងជាមួយនឹង cyber espionage គឺជាការ hack ទៅលើព័ត៌មានសម្ងាត់របស់រាជរដ្ឋាភិបាល hack ទៅលើចំនួនទ័ពរបស់រាជរដ្ឋាភិបាលជាដើមហើយទី6ហ្នឹងគឺជា DDoS attack ឬក៏ជាការធ្វើឲ្យ system មួយ flow ឬក៏ website របស់ប្រទេសមួយឬក៏ក្រសួងអ្វីមួយហ្នឹងគឺ slow អត់អាចដំណើរការបានដែលវាធ្វើឲ្យ flow system ហ្នឹងឥឡូវហ្នឹងគឺយើងក៏លេខមកមើលឧទាហរណ៍ជាក់ស្ដែងរបស់ cyber terrorism ហ្នឹងដែលនៅក្នុងឆ្នាំ1998គឺក្រុមប្រឆាំងរបស់ Spanish បានវាយប្រហារទៅលើ Institution for Global Communications ដែលហៅកាត់ថា IGC ហើយការវាយប្រហារហ្នឹងគឺតាក់ទងទៅនឹង Bus Independent ដោយជាក់ស្ដែងទៅនៅពេលហ្នឹង Bus ហ្នឹងគឺជាភាសាមួយដែលនៅក្នុង Spanish ហ្នឹងហើយយូរទៅក៏ Bus ហ្នឹងគឺចង់ផ្ដាច់ខ្លួនជាប្រទេសមួយដាច់ចេញពី Spanish ដែលធ្វើឲ្យប្រជាជនរបស់ Spanish ហ្នឹងគឺគាត់
ពួកគាត់អត់គ្រប់ត្រូលទេប៉ុន្តែ IGC គឺគាត់បានផុសគ្រប់ត្រូលទៅលើការបដិចេញរបស់ BUS និងដែលធ្វើឲ្យវិទ្យាជន Spanish នឹងអត់ពេញចិត្តហើយក៏បានធ្វើការ attack ទៅលើ website របស់IGC នឹងដោយបាន send ឬក៏ផ្ញើនៅ email ខ្លាំងៗជាច្រើនដើម្បីធ្វើឲ្យwebsite របស់ IGC នឹងគឺ crash ដោយនេះគឺជា DDoS attack ហើយការវាយប្រហារនឹងផងដែរគឺធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើ website service របស់ IGC ជាក់ស្ដែងទៅគឺប៉ះពាល់ទៅដល់ email និង support line របស់ IGC ដែលมันអាចប្រើប្រាស់បានរហូតដល់ចុងក្រោយគឺ IGC សម្រាប់ចិត្តលុបចោលការគ្រប់គ្រងតាក់ទងទៅនឹង BUS Independent គឺដើម្បីរក្សា website ឲ្យមានស្ថិរភាពឡើងវិញហើយចំណុចបន្ទាប់នឹងត្រូវបានបកស្រាយដោយមិត្តរួមក្រុមរបស់ខ្ញុំឥឡូវនេះចូលមកដល់ចំណុចខ្ញុំដែលខ្ញុំនឹងនិយាយអំពី key difference ជាមួយនឹង conclusion ហើយ key difference ខ្ញុំបានបែងចែកវាជាពីរ part តូចៗទៀតគឺ comparison ជាមួយនឹង both Global Street ឥឡូវនេះយើងចូលមកនិយាយអំពី comparison យើងអាចនិយាយបានថា cyber war វាគឺជាសង្គ្រាមឬក៏ចំនួនរវាងរដ្ឋនិងរដ្ឋដែលប្រើប្រាស់ការវាយប្រហារតាមរយៈអ៊ីនធឺណិតដើម្បីបំផ្លាញឬក៏រំខានដល់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធយោធាឬក៏សេដ្ឋកិច្ចរបស់ប្រទេសមួយផ្សេងទៀតហើយ cyber war វាភាគច្រើនមានទ្រង់ទ្រាយធំឬក៏ការរៀបចំមានកម្រិតខ្ពស់ដោយសារតែមានការជួយគាំទ្រឬក៏ការផ្ដល់ជាការឧបត្ថម្ភពីរាជរដ្ឋាភិបាលឧទាហរណ៍ជាក់ស្ដែងគឺនៅពេលដែលប្រទេស A និងប្រទេស B មានសង្គ្រាមមួយគ្នាហើយរាជរដ្ឋាភិបាលនៅក្នុងប្រទេស A គាត់បានឲ្យបុគ្គលឬក៏ក្រុមបុគ្គលណាមួយធ្វើការ hack ទៅកាន់ប្រទេស B ដើម្បីដឹងពីទិន្នន័យស្ថានភាពឬក៏ចឹងយន្តហោះហើរសម្រាប់ដឹកសភាវុធផ្សេងៗរបស់ប្រទេស B ហើយផ្ទុយទៅវិញបើនិយាយអំពី cyber terrorism គឺត្រូវបានអនុវត្តដោយបុគ្គលដែលមិនមែនជារដ្ឋឬក៏យើងអាចហៅម្យ៉ាងទៀតថាក្រុមភេរវករហើយគោលដៅរបស់ពួកគាត់គឺចង់បង្កការភ័យខ្លាចបង្កការរំខាននិងលើកកម្ពស់មនោគមវិជ្ជាត្រង់ចំណុចនេះគឺពួកគាត់ចង់លើកកម្ពស់ជំនឿនយោបាយឬក៏គោលគំនិតរបស់ពួកគាត់ដើម្បីឲ្យប្រជាជននៅក្នុងប្រទេសគាត់យល់ស្របតាមហើយការវាយប្រហាររបស់ cyber terrorism គឺធម្មតាផ្ដោតទៅលើជនស៊ីវិលសេវាកម្មសាធារណៈឬក៏អាជីវកម្មផ្សេងៗបើប្រៀបទៅនឹង cyber war គឺ cyber terrorism វាមានលក្ខណៈតូចជាងហើយខ្ញុំសូមបញ្ជាក់មួយទៀតគឺ cyber war វាអត់មានជាប់ illegal នៅក្នុងប្រទេសទេតែបើសិនជាឡើងទៅដល់ international law វាអាចជាប់ឬក៏មិនអាចជាប់តាមការកាត់ក្តីប៉ុន្តែចំពោះ cyber terrorism មិនថាយើងប្រព្រឹត្តនៅក្នុងប្រទេសឬក៏ក្រៅប្រទេសគឺសុទ្ធតែ illegal ទាំងអស់ like we actually 100% illegal ឥឡូវនេះយើងចូលទៅដល់ចំណុចបន្ទាប់គឺ both Global Street ទោះបីជា cyber war ហើយនិង cyber terrorism វាមានលក្ខណៈខុសគ្នាក៏ដោយប៉ុន្តែវាសុទ្ធតែបង្កការគំរាមកំហែងជាសកលហើយមានលក្ខណៈធ្ងន់ធ្ងរដោយសារតែទាំង cyber war ហើយនិង cyber terrorism សុទ្ធតែអាច control ហើយនិង compromise ទៅលើសន្តិសុខជាតិដែលអាចធ្វើឲ្យសេដ្ឋកិច្ចមានអស្ថិរភាពនិងប៉ះពាល់ដល់ជីវិតជនស៊ីវិលទៀតផងលើពីនេះទៅទៀតហេដ្ឋារចនាសម្ព័ន្ធដូចជាបណ្ដាញអគ្គិសនីប្រព័ន្ធហិរញ្ញវត្ថុហើយនិងសេវាកម្មថែទាំសុខភាពជាដើមគឺងាយរងគ្រោះដោយសារតែការវាយប្រហារតាមរយៈ cyber war ហើយនិង cyber terrorism នឹងផងដែរដែលធ្វើឲ្យវាមានផលប៉ះពាល់ហើយនិងក៏មានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សង្គមហើយនិងសេដ្ឋកិច្ចនៅក្នុងប្រទេសផងដែរឥឡូវនេះយើង move on មកចំណុចបញ្ចប់គឺ conclusion cyber war ហើយនិង cyber terrorism វាមានលក្ខណៈខុសប្លែកគ្នាដោយសារតែ cyber war ត្រូវបានអនុវត្តដោយបុគ្គលឬក៏ក្រុមបុគ្គលដែលគ្រប់គ្រងដោយរដ្ឋផ្ទុយទៅវិញ cyber terrorism ត្រូវបានអនុវត្តដោយបុគ្គលដែលមិនមែនជារដ្ឋឬក៏ជាក្រុមភេរវករប៉ុន្តែទាំង cyber war ហើយនិង cyber terrorism សុទ្ធតែមានសក្តានុពលនៅក្នុងការបង្កគ្រោះថ្នាក់យ៉ាងទូលំទូលាយនិងមានលក្ខណៈជាសកលផងដែរជាក់ស្ដែងគឺនៅពេលដែលបច្ចេកវិទ្យាមានភាពជឿនលឿនឬក៏មានការរីកចម្រើននោះហានិភ័យនៃការកើតមានឡើងនៃ cyber war ហើយនិង cyber terrorism ក៏មានកម្រិតខ្ពស់ទៅតាមនឹងដែរដែលជាហេតុធ្វើឲ្យនាពេលបច្ចុប្បន្នរាជរដ្ឋាភិបាលនៅក្នុងប្រទេសនីមួយៗគាត់កំពុងតែចាត់វិធានការផ្សេងៗដើម្បីទប់ស្កាត់កុំឲ្យកើតមានឡើងនៃការហែកពីបណ្ដាប្រទេសផ្សេងៗមកកាន់ប្រទេសរបស់ខ្លួនផងដែរលើពីនេះទៀតសោតប្រជាជនឬក៏ជនស៊ីវិលដែលស្ថិតនៅក្នុងប្រទេសនោះផងដែរក៏គាត់មានវិធានការផ្សេងៗដើម្បីរក្សានៅទិន្នន័យឬក៏ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគាត់កុំឲ្យបែកខ្ចាត់ខ្ចាយតាមរយៈការ hack ពីជនមិនស្គាល់មុខផងដែរឥឡូវនេះការបកស្រាយរបស់ក្រុមពួកខ្ញុំត្រូវបានបញ្ចប់ហើយជាចុងក្រោយសូមអរគុណលោកគ្រូដែលបានចំណាយពេលវេលាស្ដាប់នៅបទបង្ហាញរបស់ពួកខ្ញុំដោយយកចិត្តទុកដាក់